បាទសួស្តីអ្នកនរគ្នាអញ្ចឹងថ្ងៃនេះខ្ញុំចង់ចែករំលែកមួយពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រង folder នៅក្នុងកុំព្យូទ័ររបស់យើងណាព្រោះនៅពេលដែលយើងអត់គ្រប់គ្រងពេលយើងត្រូវការឲ្យគេជួយផ្ញើ file ឲ្យយើងគឺយើងអាចរកវាឃើញទេ file ណា file ចុងក្រោយណាអញ្ចឹងខ្ញុំមាន folder គំរូមួយនៅពេលដែលអ្នកនរគ្នាមានឧទាហរណ៍ថាឥឡូវឆ្នាំ2025អញ្ចឹងអ្នកនរគ្នាអាចដាក់ថា2025 project ចឹងទៅណាអញ្ចឹងបន្ទាប់មកអ្នកនរគ្នា copy folder sample នេះដាក់ក្នុងហ្នឹងមកអញ្ចឹងក្នុង folder sample ហ្នឹងមានអីខ្លះគឺមាន10ចំណុច quote length BOQ schedule material list subcontractor list actual payment progress work size photo drawing certificate អញ្ចឹងនៅក្នុង10ហ្នឹងគឺខ្ញុំធ្វើបច្ចេករាប់ឆ្នាំហើយគឺអត់មានអ្វីដែលផ្សេងពីហ្នឹងទេដែលយើងអត់អាចដាក់បានណាគឺមាននៅក្នុងហ្នឹងទាំងអស់អញ្ចឹងណាបាទអញ្ចឹងយើង copy sample វាមួយបន្ទាប់មកនៅពេលដែលអ្នកនរគ្នាមាន project ថ្មីឧទាហរណ៍លេខរៀងទី1project មកយើងអាចដាក់ថា09 04 2025ស្អីគេ parking អីចឹងទៅ parking aeon 2ចឹងទៅណាអញ្ចឹងនៅពេលដែលយើងបង្កើតចឹងហើយរាល់ document អ្នកនរគ្នាដាក់វាតាមលំដាប់របស់វាមកឧទាហរណ៍ថាបើយើងមាន quote យើងដាក់នៅក្នុង folder quote ណាអញ្ចឹងនៅក្នុង folder quote នេះមួយខ្ញុំ recommend ឲ្យអ្នកនរគ្នាដាក់លេខ0ចេះលេខ0ហើយអ្នកនរគ្នាដាក់ថា approve បាទអញ្ចឹង approve ហ្នឹងមានន័យថារាល់ quote ដែល approve គឺដាក់ចូលក្នុងនេះណាបន្ទាប់មកយើងចាប់ផ្ដើមធ្វើធម្មតាអញ្ចឹងយើងអាចដាក់ថា BOQ1 អីចឹងទៅអញ្ចឹងនៅពេលដែលមានការ revise យើងអាចដាក់ថា BOQ2 ចឹងទៅអញ្ចឹងវាមានលំដាប់របស់វាមកនៅពេលដែល approve អ្នកនរគ្នាដាក់វាចូលទៅក្នុង approve នេះណាបាទអញ្ចឹងនេះគឺជាការគ្រប់គ្រង folder នៅក្នុង computer របស់យើងណាអូខេអរគុណច្រើន